Honor របូត phone លេងស្ថិតនៅក្នុងក្តីសម័យទៀតទេដោយសារតែការពីម្សិលមិញក្រុមហ៊ុន Honor ក៏បានធ្វើការប្រកាសជាផ្លូវការតែម្ដងហើយវាឆ្លាតវៃមែនទែនលើកតែដៃកាមេរ៉ា gimbal របស់វានឹងចេញមកថតយើងដោយខ្លួនឯងតែម្ដង cool មែនទែនហើយកាមេរ៉ា gimbal នោះទំហំដល់ទៅ200 megapixel កាមេរ៉ាខាងក្រោយនោះមានដល់ទៅ2គ្រាប់ទៀត200 megapixel telephoto ហើយនឹង50 megapixel សម្រាប់ការថតប្លង់ទូលាយហើយគេវាយស្លាកល្បាក់ប្រហែលជា$1480អានឹងវាជាតម្លៃនៅក្នុងប្រទេសចិនទេដោយសារតែទូរស័ព្ទហ្នឹងគឺគាត់ចេញ version ចិន China version ដូចជាមិនទាន់មាន version global ទេប៉ុន្តែគាត់ថាបែរជាគាត់អាចចេញឆាប់ៗហ្នឹងយើងអត់ច្បាស់ដែរតែពិតទៅចំណុចដែលចាប់អារម្មណ៍ធំនៅលើ Honor Robot Phone គឺទៅលើកាមេរ៉ា gimbal ផ្នែកខាងក្រោយហ្នឹងដែលវាថតតាមថតយើងវា track យើងហើយ footage ដែលចេញមួយគឺទប់លំនឹងបានល្អជាមួយនឹងទំហំកាមេរ៉ា200 megapixel និយាយទៅវាប្រៀបដូចដែលយើងមាន Osmo Pocket និង smartphone ជាមួយគ្នាក្នុងកញ្ចប់តែមួយហ្មងអញ្ចឹងបើយើងមានទូរស័ព្ទហ្នឹងយើងអត់ចាំបាច់ទិញប្រភេទ Osmo Pocket អីទៀតទេដោយសារតែវាមកឈុតឲ្យយើងហើយខ្ញុំឃើញ YouTuber ជាច្រើនក៏បានធ្វើការ demo ដែរនៅពេលយើងលើកដៃកាមេរ៉ាហ្នឹងគឺវាត្រឡប់ចេញឲ្យយើងហើយនៅពេលយើងលើកដៃបាយវិញវាបិទវិញនៅខ្លួនឯង cool លយខ្លាំងមែនទែនទំហំអេក្រង់ 6.31 អ៊ីងគេប្រើប្រាស់បន្ទះបង្ហាញ LTPO OLED 120Hz ជាមួយនឹង peak brightness ខ្ពស់ខ្លាំងមែនទែន 6800 nit ដែលអាចនិយាយបានថាប៉ុណ្ណេះគឺវាមិនចាញ់ថ្ងៃទេមកក៏មកធំដូចគ្នាគេប្រើប្រាស់ប្រភេទ silicon carbon អញ្ចឹងវាញាត់ capacity ឬក៏ទំហំនឹងបានធំណា7060 mAh ហើយមួយទៀតគេប្រើប្រាស់ chip បន្ទះ chip Snapdragon 8 Elite Gen 5ចឹងវាជា chip មួយដែលខ្លាំងដែរក្នុងឆ្នាំ2026នេះអាចថាប៉ុណ្ណឹងគឺកប់ហើយកម្លាំងសាកចូលវិញតាមខ្សែបាន120 W ហើយនឹង wireless បាន50 W ក្នុងហ្នឹងឃើញមានគេដាក់ configuration 2ទំហំ 512GB មួយហើយនឹងទំហំ 1TB មួយអញ្ចឹងអា 512GB ហ្នឹងដូចជាល្បាក់ប្រហែលជា$1480បើយើងគិតជាលុយដុល្លារទំហំ 1TB ហ្នឹងដូចជាជាង$1900បើយើងគិតជាលុយដុល្លារណាដោយសារតែ version ហ្នឹងគឺគាត់ចេញ China version ទេអញ្ចឹងមានប៉ុណ្្នឹងឯងតើតើ Honor Robot Phone ហើយខ្ញុំជួបបងប្អូននៅវីដេអូបន្តទៀត